ថ្ងៃនេះចំណាយលុយ 10000 រៀលទិញបានលីហូលនឹង1គីឡូយកមកឆាអំពិលទុំញ៉ាំម្ដងហើយលៀសថ្ងៃនេះទិញបានរៀងធំនៅថ្មីស្រស់ល្អសាច់វិញក៏ពេញដែរបងប្អូនញ៉ាំទៅមានជាតិឆ្ងាញ់ខ្លាំងមែនតែនគ្រឿងផ្សំសម្រាប់ឆាមានលីហូលទឹកអំពិលទុំខ្ទឹមសចិញ្ច្រាំម្ទេសហើយនិងម្រះព្រៅខ្ញុំយកខ្ទឹមសចិញ្ច្រាំហើយនិងម្ទេសចិញ្ច្រាំហ្នឹងយកវាមកលីងឲ្យវាឡើងក្លិនឈ្ងុយសិនបន្ទាប់ពីលីងខ្ទឹមហើយនិងម្ទេសនេះឈ្ងុយហើយខ្ញុំដាក់ទឹកត្រីម្សៅស៊ុបប៊ីចេងស្ករហើយនិងទឹកអំពិលទុំចូលទៅតែម្ដងស្ករវិញបងប្អូនចង់ដាក់ជាស្ករត្នោតក៏បានឬក៏ស្ករសក៏បានដែរទឹកអំពិលទុំបើសិនជាបងប្អូនជឿចិត្តរសជាតិរាងជូរបងប្អូនអាចដាក់ឲ្យច្រើនជាងខ្ញុំក៏បានដែរនិយាយទៅរសជាតិលៃលកទៅតាមចំណង់ចំណូលចិត្តឆាគ្រឿងនឹងឲ្យវារលាយសព្វចូលជាតិគ្នាល្អសិនបានខ្ញុំដាក់លីហូលចូលទៅបន្ទាប់ពីដាក់លៀសចូលទៅហើយបាននឹកឃើញថាមុននឹងខ្ញុំភ្លេចដាក់ប្រេងខ្យងអញ្ចឹងក៏ថែមប្រេងខ្យងនឹងចូលទៅបន្តិចទៀតឆាវាត្រឡប់ទៅត្រឡប់មកដើម្បីឲ្យគ្រឿងនឹងវាបានចូលជាតិសព្វជាមួយនឹងលៀសនឹងហើយមិនចាំបាច់ដាក់ទឹកដាក់អីចូលទៀតទេបងប្អូនតែយើងឆាយូរទៅវាចេញជាតិទឹកពីលៀសនឹងហើយលៀសនឹងមិនចាំបាច់ចំណាយពេលឆាវាយូរទេបងប្អូនមើលទៅថាវាចាប់ផ្ដើមហាមាត់ហើយមានន័យថាវាឆ្អិននៅចុងក្រោយដាក់តែម្រះព្រៅចូលទៅគឺថារួចរាល់ជាការស្រេច